សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទចូល Togami នៅថ្ងៃនេះយើងនឹងមកបន្តជាមួយនឹងសាច់រឿង Re:Zero រដូវកាលទី4របស់យើងជាភាគបន្តហេតុការណ៍បានបង្ហាញអំពី Subaru ហើយនិង Rin ដែលពួកគេទាំងពីរគឺកំពុងតែស្ថិតនៅកន្លែងមួយដែលពួកគេមិនស្គាល់តាមអ្វីដែល Subaru បានសង្កេតគាត់គឺបានឃើញថានៅទីនេះគឺពោរពេញទៅដោយខ្សាច់ច្រើនខ្លាំងមែនទែនអញ្ចឹងហើយគាត់គឺអាចទាយបានថាពួកគេគឺបានធ្លាក់ចូលនៅគុកក្រោមដីដែលគេឲ្យឈ្មោះវាថា Safe the Town ហ្នឹង ប៉ុន្តែ Subaru គាត់គឺបានឃើញថាគឺមានតែគាត់ហើយនឹង Rin តែប៉ុណ្ណោះប៉ុន្តែអ្នកដទៃទៀតពួកគេនឹងគឺមិនដឹងថានៅទីណាទេចំណែកឯមូលហេតុដែល Subaru គាត់គឺនៅជាមួយនឹង Rin វិញនៅពេលដែលពួកគេបានធ្លាក់ចូល Black Hole នោះ Subaru នឹងគាត់គឺបានសវ៉ាចាប់ Rin បានហើយគាត់ក៏បានធ្លាក់ទៅជាមួយនឹងនាងចំណែកឯ Subaru វិញគាត់គឺពិតជាបារម្ភទៅកាន់អ្នករាល់គ្នាខ្លាំងណាស់ជាពិសេសគឺជា Ram តែម្ដងគាត់នឹងគឺចង់ធ្វើដំណើរទៅរក Ram ភ្លាមៗទាំងដែលគាត់នឹងគឺមិនស្គាល់ទិសតំបន់តតែសោះតតែ Rin នេះគឺបាននិយាយទៅកាន់ Subaru ទើប Subaru នឹងគាត់ក៏ព្រមស្ដាប់ ប៉ុន្តែនៅពេលនោះស្រាប់តែលេចចេញជាមួយនឹង Hoshi ហើយនិងសត្វរបស់ Subaru ដែលពួកគេនឹងក៏បានធ្វើដំណើរមកជាមួយនឹង Subaru ដែរដែលយើងគឺអាចនិយាយបានថាពួកគេទាំង4នាក់ហ្នឹងគឺធ្លាក់មកតែកន្លែងតែមួយទេប៉ុន្តែវាគឺមិនមែនជាពេលវេលាដែលពួកគេទាំងអស់គ្នាត្រូវតែនិយាយគ្នាទេអ្វីដែលពួកគេត្រូវធ្វើបន្ទាប់ពួកគេនឹងគឺត្រូវតែស្វែងរកអ្នកដទៃនៅពេលដែលពួកគេកំពុងតែធ្វើដំណើរតាមផ្លូវនោះ Hoshi បាននិយាយទៅកាន់ Subaru ថានៅពេលដែលពួកគេបានធ្លាក់មកដល់ទីនេះ Rin នេះគឺពិតជាខំប្រឹងប្រែងខ្លាំងណាស់ស្វែងរកទៅកាន់អ្នកដទៃប៉ុន្តែនាងគឺរកមិនឃើញទាល់តែសោះអញ្ចឹងហើយនាងគឺចង់និយាយទៅកាន់ Subaru ថា Rin នឹងគឺមានប្រយោជន៍អញ្ចឹងហើយពួកយើងគួរតែមើលនាងសិនទៅប៉ុន្តែយើងគឺមិនតាន់ដឹងនោះទេថា Hoshi នឹងនាងគឺចង់មានកម្រងអ្វីទៅលើ Rin នៅពេលដែលពួកគេទាំង3បានធ្វើដំណើរអស់មួយសន្ទុះពួកគេនឹងក៏បានឃើញជាមួយនឹងផ្លូវបំបែកដែលផ្លូវមានដូចជាខាងឆ្វេងហើយនិងខាងស្ដាំប៉ុន្តែ Subaru បាននិយាយទៅកាន់ពួកគេថាតាមអ្វីដែលគាត់គិតគាត់គឺគិតថាខាងឆ្វេងវាគឺពិតជាមានប្រសិទ្ធភាពឬក៏សំណាងល្អជាងអញ្ចឹងហើយពួកគេក៏សម្រេចចិត្តថាធ្វើដំណើរទៅខាងឆ្វេងតែម្ដងនៅពេលដែលពួកគេដើរចូលទៅពួកគេគឺបានឃើញជាមួយនឹងជញ្ជាំងមួយនៅពេលដែល Subaru បានយកដៃទៅប៉ះវាក៏ចាប់ផ្ដើមបញ្ចេញជាមួយនឹងច្រកទ្វារបន្តទៀតឲ្យពួកគេនឹងធ្វើដំណើរទៅខាងមុខប៉ុន្តែតោះត្រង់ថាមើលទៅកាន់ Subaru នឹងវាគឺហាក់ដូចជាមិនចង់ចូលទេដោយសារតែវាដឹងថានៅខាងមុខនឹងមានគ្រោះថ្នាក់ជាមិនខានប៉ុន្តែ Subaru នឹងក៏បាននិយាយសម្ងប់ចិត្តរបស់វានៅពេលដែលពួកគេធ្វើដំណើរពីមួយជាន់ហើយទៅមួយជាន់ទៀតមួយជាន់ហើយទៅមួយជាន់ទៀតយើងគឺបានឃើញថាមើលទៅកាន់ពួកគេនឹងគឺពិតជាសក់ក៏ក្រោះខ្លាំងមែនទែនចំណែកឯ Subaru វិញគាត់ក៏អញ្ចឹងដែរគាត់គឺមានអារម្មណ៍ថាពួកគេនឹងគឺកំពុងតែទទួលបានជាមួយនឹងសម្ពាធដ៏ខ្លាំងអ្វីមួយប៉ុន្តែគាត់គឺមិនដឹងទេថាវាគឺជាអ្វីហើយកន្លែងនឹងវិញគឺកាន់តែឆ្ងល់ទៀតហើយសូម្បីតែទឹកដែល Subaru កំពុងតែផឹកហ្នឹងគាត់គឺផឹកវាមិនតាន់អស់ផងគាត់គឺថែមទាំងគប់វាចោលថែមទៀតនៅពេលដែលពួកគេបានធ្វើដំណើរអស់រយៈពេលជាយូរទៀតពួកគេនឹងក៏បានធ្វើដំណើរមកដល់ជញ្ជាំងចុងក្រោយប៉ុន្តែគឺទាស់ត្រង់ថាអាចជញ្ជាំងចុងក្រោយហ្នឹងគឺមិនអាចបើកទ្វារបានទេចំណែកឯ Subaru នៅពេលនេះវិញគឺពិតជាប្លែកមែនទែនដោយសារតែគាត់នឹងគឺឆេវឆាវលឿនហើយកន្លែងហ្នឹងខ្ញុំគឺសូមបញ្យល់ប្រាប់ទៅកាន់គ្នាយើងចោះដើម្បីកុំឲ្យគ្នាយើងវល់កន្លែងហ្នឹងវាគឺជារោងភ្នំមួយដែលពួកគេនឹងគឺធ្វើដំណើរមកដល់ពួកគេទាំងអស់គ្នានឹងទទួលបានជាមួយនឹង spell វិត្តាមិនមួយចំណែកឯ spell វិត្តាមិនហ្នឹងវិញវានឹងធ្វើឲ្យពួកគេនឹងឆាប់មានអារម្មណ៍ឆេវឆាវជាងមុនដូចជា Subaru ឥឡូវហ្នឹងអញ្ចឹងមិនដឹងថាគាត់កាត់អីទេគាត់នឹងគឺបែរទៅជាខឹងដោយអត់មានមូលហេតុទៅវិញចំណែកឯអ្នកដទៃវិញពួកគេនឹងគឺមានអារម្មណ៍ថានៅទីនេះគឺពិតជាមានសម្ពាធធ្ងន់ខ្លាំងណាស់នៅពេលដែល Hoshi គឺកំពុងតែឃើញ Subaru កំពុងតែខឹងអញ្ចឹងនាងក៏បាននិយាយលួងលោមគាត់ប៉ុន្តែគឺមិនមែនធ្វើឲ្យគាត់អត់ខឹងទេប៉ុន្តែធ្វើឲ្យ Subaru នឹងគឺខឹងលើសដើមហើយគាត់នឹងគឺមិនមែនខឹងធម្មតាទេគាត់គឺខឹងដល់ថ្នាក់ចង់វាយទៅកាន់ពួកគេថែមទៀតចំណែកឯ Subaru វិញគាត់គឺពិតជាតក់ក្រហល់ខ្លាំងណាស់ដោយសារតែគាត់នឹងគឺចង់រកឃើញ RAM ហើយនិងអ្នកដទៃទៀតឲ្យបានលឿនជាទីបំផុតប៉ុន្តែ Rin បាននិយាយទៅកាន់ Subaru ថាវាមិនមែនជារឿងងាយស្រួលទេនៅក្នុងការស្វែងរកអ្នកដទៃឥឡូវនេះពួកគេគឺកំពុងតែជួបបញ្ហាអញ្ចឹងហើយពួកគេគឺត្រូវតែដោះស្រាយបញ្ហាសិនចំណែកឯគោលដៅដែលពួកគេធ្វើដំណើរមកដល់ទីនេះពួកគេគឺបាននិយាយគ្នារួចហើយពួកគេនឹងគឺមករកការចងចាំរបស់ Julia ហើយនឹងរកជាមួយនឹងវិធីដើម្បីដាស់ស្មារតីឲ្យ Ram នឹងគឺភ្ញាក់ឡើងវិញហើយនាងក៏បាននិយាយទៅកាន់ Subaru ទៀតថាឥឡូវនេះពួកគេគឺកំពុងតែជួបបញ្ហាវាមិនមែនជាពេលវេលាដែលពួកគេនឹងគឺត្រូវតែលេងសើចទេដោយសារតែ Rin នឹងគឺព្យាយាមនិយាយដាស់ស្មារតីទៅកាន់ Subaru ច្រើនដងពេក Subaru នឹងគាត់គឺពិតជាខឹងមែនទែនបន្ទាប់មកគាត់ក៏បានប្រើជាមួយនឹងវេទមន្តបណ្ដាសារបស់គាត់វាយទៅកាន់ Rin ម្ដាយផ្លោងតែម្ដងនៅពេលដែល Rin នាងគឺកំពុងតែសង្ងល់ Subaru គាត់ក៏បានហក់ទៅចាប់ច្បាច់កនាងឬគាត់បាននិយាយថាលេងសើចលេងសើចរឿងដែលយើងគឺកំពុងតែធ្វើវាមិនមែនជារឿងលេងសើចទេ Rin គឺត្រឹមតែជាមនុស្សអត់ប្រយោជន៍ម្នាក់ Rin គឺមិនយល់អំពីគោលបំណងដែលគាត់គឺកំពុងតែធ្វើនឹងឡើយនៅពេលដែល Subaru បំរុងនឹងច្បាច់ក Rin ឲ្យដាច់ខ្យល់ស្រាប់ទៅហើយស្រាប់តែ Rin នឹងក៏បានប្រើជាមួយនឹងវេទមន្តខ្យល់របស់នាងរួចនាងក៏អាចរំដោះខ្លួនបានសម្រេចនៅពេលដែល Rin ហើយនិង Subaru ពួកគេទាំងពីរគឺបំរុងនឹងប្រយុទ្ធគ្នាទៅហើយស្រាប់តែ Hoshi បាននិយាយថាប៉ុណ្ណឹងគឺវាគ្រប់គ្រាន់ហើយ
បន្ទាប់ពីនិយាយចប់ Hoshi នឹងក៏បានយកជាមួយនឹងកូនកបិតមួយចាក់ទៅកាន់ Rin តែម្ដងដែលធ្វើឲ្យនាងគឺបានធ្លាយខ្លួននឹងឯង Hoshi បាននិយាយទៅកាន់ Tin ថានាងគឺបានសង្កេតឃើញថាតើអ្នកណាគេគឺមានប្រយោជន៍ជាងប៉ុន្តែតាមអ្វីដែលនាងសង្កេត Subaru នឹងគាត់គឺមានប្រយោជន៍ជាង Rin អញ្ចឹងហើយ Rin គឺគួរតែស្លាប់ទៅបន្ទាប់មកនាងបាននិយាយទៅកាន់ Subaru ថា Subaru គឺគួរតែដឹងគុណនាងដោយសារតែនាងគឺបានជួយសង្គ្រោះ Subaru អញ្ចឹងហើយដូចជាអ្វីដែលពួកគេបាននិយាយគ្នាតាំងពីយប់មុនៗអញ្ចឹងពួកគេនឹងសហការគ្នាដើម្បីដើរលើផ្លូវតែមួយប៉ុន្តែមើលទៅកាន់ Subaru នឹងគាត់ហាក់ដូចជាស្ទាក់ស្ទើរប៉ុន្តែទោះបីជាយ៉ាងណាគាត់ក៏បានយល់ព្រមដៃរបស់ Subaru គឺកាន់ដៃរបស់នាងពិតមែនប៉ុន្តែវេទមន្តរបស់គាត់គឺបំរុងនឹងចាប់ច្បាច់កនាងតែម្ដងប៉ុន្តែនៅពេលនោះ Rin នាងក៏បានប្រើជាមួយនឹងវេទមន្តខ្យល់របស់នាងត្រឹមតែមួយ skill តែប៉ុណ្ណោះនាងគឺបានកាត់ខ្លួនរបស់ Hoshi ដាច់ជាពីរតែម្ដងហើយឈុតឆាកកន្លែងនឹងដែរខ្ញុំគឺពិតជាស្ដាយមែនទែននិយាយទៅគឺខ្ញុំដាក់ animation ឲ្យគ្នាយើងមើលអត់កើតទេដោយសារតែ YouTube វាចាប់ដោយសារតែកន្លែងហ្នឹងគឺវាមានឈុតឆាកសាហាវខ្លាំងពេកនៅពេលដែលអញ្ចឹងទៅខ្ញុំក៏អត់ដឹងធ្វើមិនដែរដោយសារតែពិតជាស្ដាយមែនទែនអញ្ចឹងហើយគ្នាយើងមានតែស្ដាប់សំឡេងខ្ញុំសម្រាយកន្លែងហ្នឹងតែម្ដងទៅនៅពេលដែលរៀននាងគឺបានកាត់ខ្លួនរបស់ Hoshi ដាច់ខ្លួនជាពីរនោះគឺឃើញថាខ្លួនរបស់នាងមិនជាហៀងគឺដេកនៅនឹងដីចំណែកឯខ្លួនមួយកណាត់ខាងលើវិញនាងក៏នៅតែតោងអោរបស់ Subaru នឹងជាប់នៅនឹងតែម្ដង Subaru នឹងគាត់គឺពិតជាភ័យខ្លាំងណាស់រួចគាត់ក៏បានសវេសវ៉ារួចក៏ចាប់បោះនាងទៅឆ្ងាយបាត់ទៅ Hoshi បាននិយាយទៅកាន់ Subaru ថានាងគឺមិនតាន់ចង់ស្លាប់ទេប៉ុន្តែ Subaru បាននិយាយទៅកាន់នាងវិញថាគាត់គឺមិនអាចជួយអីទៅកាន់នាងបានឡើយនៅពេលដែល Subaru គាត់គឺបានរត់គេចអំពី Hoshi រួចហើយគាត់គឺពិតជាស្រន់ស្លោខ្លាំងណាស់ដោយសារតែព្រឹត្តិការណ៍ដែលគាត់បានឃើញគាត់គឺពិតជាពិបាកទទួលយកមែនទែនបន្ទាប់មក Subaru គាត់ក៏បានឮជាមួយនឹងសលេងរបស់ Hoshi ដែលនាងគឺបានស្រែកថាគុំទុកឲ្យនាងនៅតែម្នាក់ឯងអីមកជួយសង្គ្រោះនាងផងប៉ុន្តែ Subaru នឹងគាត់គឺមិនបានខ្វល់ទេអ្វីដែលគាត់ត្រូវខ្វល់គាត់នឹងគឺបានឃើញថាវេទមន្តដែលបានបើកការវិវត្តទៅកាន់ Hoshi នឹងវាគឺជាវេទមន្តរបស់ Rin អញ្ចឹងហើយគាត់គឺហ៊ានសន្និដ្ឋានថា Rin នេះគឺមិនតាន់ស្លាប់ទេអញ្ចឹងហើយគាត់ក៏សម្រេចចិត្តថាដើរសម្ដៅទៅកាន់ Rin តែម្ដងនៅពេលដែល Subaru គាត់គឺបានធ្វើដំណើរទៅដល់គាត់គឺបានឃើញជាមួយនឹងសត្វរបស់គាត់ដែលវាគឺកំពុងតែនៅជាមួយនឹង Rin ប៉ុន្តែវាគឺមិនមែននៅធម្មតាទេដែលវាគឺកំពុងតែស៊ីសាកសពរបស់ Rin នឹងឯងប៉ុន្តែមើលទៅកាន់សត្វរបស់ Subaru នៅពេលនេះហាក់ដូចជាមិនមែនសត្វរបស់ Subaru ទៀតទេអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតវាគឺថែមទាំងចេះសាយថែមទៀតមួយបំព្រៃភ្នែកដែល Subaru បានព្រិចនៅពេលដែលគាត់បានបើកត្រឡប់មកវិញគាត់គឺបានឃើញថាគាត់គឺកំពុងតែសន្ធឹកនៅជាមួយនឹង Rin នៅពេលដែល Subaru បានឃើញ Rin នៅមានជីវិតអញ្ចឹងគាត់គឺពិតជាសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែនៅពេលដែល Subaru បានឃើញជាមួយនឹងសត្វរបស់គាត់គឺចាប់ផ្ដើមខ្លាចតែម្ដងជាធម្មតាសត្វរបស់ Subaru វាគឺពិតជាស្រឡាញ់ទៅកាន់ Subaru ណាស់វាគឺមិនហ៊ានធ្វើអីទៅកាន់ Subaru ទេប៉ុន្តែលើកហ្នឹងវាគឺដល់ថ្នាក់ហ៊ានសម្លាប់ទៅកាន់ Subaru ថែមទៀតបន្ទាប់មកពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមធ្វើដំណើរទៅមុខបន្តទៀតហើយពួកគេក៏នៅតែបន្តធ្វើដំណើរមកដល់កន្លែងដែលមានជាមួយនឹងច្រកទ្វារចំនួន2ប៉ុន្តែលើកនេះ Subaru គាត់គឺមិនបានយកខាងឆ្វេងទៀតទេប៉ុន្តែគាត់នឹងគឺយកខាងស្ដាំវិញម្ដងនៅពេលដែលពួកគេបានធ្វើដំណើរចូលទៅដល់ខាងក្នុងនោះ Subaru គាត់គឺពិតជាប្រុងប្រយ័ត្នខ្លាំងណាស់គាត់គឺតែងតែនិយាយទៅកាន់គ្នារបស់គាត់ថាធ្វើអ្វីមួយគួរតែប្រុងប្រយ័ត្នផងនៅពេលដែល Subaru គាត់គឺកំពុងតែដឹកនាំមុខគេនោះស្រាប់តែគាត់នឹងគឺបានធ្វើដំណើរទៅដល់កន្លែងមួយហើយស្រាប់តែខ្សាច់ទាំងអស់ហ្នឹងវាគឺចាប់ផ្ដើមស្រូបទៅកាន់ Subaru ធ្លាក់ចុះទៅដល់កន្លែងចម្លែកចំណែកឯកន្លែងហ្នឹងវិញគឺពិតជាចម្លែកមែនទែនដែលមើលទៅគឺដូចជាឋាននរកអញ្ចឹងបន្ទាប់មក Subaru គាត់ក៏បានកលេចឃើញជាមួយនឹងអ្វីមួយដែលវាគឺជាសត្វដែលនៅក្នុងរឿងព្រេងបុរាណដែលវាគឺជាមនុស្សពាក់កណ្ដាលសត្វពាក់កណ្ដាលខ្ញុំគឺអត់ដឹងថាគ្នាយើងគឺស្គាល់ជាមួយនឹងបិសាចនឹងអត់ទេប៉ុន្តែនៅក្នុងរឿងព្រេងគឺមានប៉ុន្តែខ្ញុំគឺអត់ស្គាល់ជាមួយនឹងឈ្មោះបិសាចហ្នឹងទេអញ្ចឹងហើយបើសិនជាគ្នាយើងណាស្គាល់គ្នាយើងកុំភ្លេច comment នៅខាងក្រោមផងណាចំណែកឯបិសាចមួយហ្នឹងវិញវាគឺមិនអាចមើលឃើញទេប៉ុន្តែវាគឺស្ដាប់សំឡេងជំនួសវិញចំណែកឯគ្នារបស់ Subaru វិញក៏បានប្រាប់ទៅកាន់ Subaru ផងដែរឲ្យ Subaru ហ្នឹងគឺឡើងផ្លូវនេះប៉ុន្តែគឺតត្រង់ថានៅក្នុងហ្នឹងវាក៏មានជាមួយនឹងបិសាច Golem ដូចគ្នាហើយយើងគឺពិតជាដឹងហើយថាបិសាចមួយហ្នឹងវាគឺមិនអាចមើលឃើញទេប៉ុន្តែវាគឺស្ដាប់សំឡេងប៉ុន្តែដោយសារតែ Subaru ហ្នឹងគាត់គឺស្លាន់ខ្លាំងពេកអញ្ចឹងហើយគាត់ក៏សម្រេចចិត្តថារត់គេចអំពីវាតែម្ដងនៅពេលដែលវាបំរុងនឹងសម្លាប់ទៅកាន់ Subaru ទៅហើយរៀននាងក៏បានធ្វើដំណើរមកដល់រួចនាងក៏អាចជួយសង្គ្រោះទៅកាន់ Subaru បានប៉ុន្តែពួកគេក៏ត្រូវបានអាបិសាចមួយហ្នឹងវាយទៅកាន់ពួកគេប៉ាំងដូចគ្នាចំណែកឯស្ថានភាពរបស់ពួកគេនៅពេលនេះវិញគឺគ្មានជាមួយនឹងជំរើសអ្វីក្រៅពីការស្លាប់ទេអញ្ចឹងហើយរៀននាងក៏សម្រេចចិត្តថាការពារទៅកាន់ Subaru ជាលើកចុងក្រោយនៅពេលដែលអាបិសាចមួយហ្នឹងបំរុងនឹងសម្លាប់ទៅកាន់ពួកគេទាំងពីរទៅហើយស្រាប់តែមាននរណាម្នាក់គឺបានបើកការវិវត្តទៅកាន់វាដែលធ្វើឲ្យវាគឺមានរបួស3ប្រហោងចំណែកឯកម្លាំងវាបហានឹងវិញក៏នៅតែបន្តបើកការវិវត្តទៅកាន់វាបន្តទៀតដែលធ្វើឲ្យវាគឺបានសោះខ្លួនរលាយបាត់ទៅចំណែកអេរិននិងស៊ូបារុវិញដោយសារតែពួកគេទាំងពីរគឺហត់ខ្លាំងពេកអញ្ចឹងហើយពួកគេក៏បានស្លាប់បាត់ទៅ
ប៉ុន្តែមុននឹង Subaru សន្លប់គាត់គឺបានកលេចឃើញជាមួយនឹងមនុស្សស្រីម្នាក់ដែលនាងគឺបានដើរសម្ដែងមកកាន់ Subaru បន្ទាប់មកនាងគឺបាននិយាយថាទីបំផុតនាងគឺរក Subaru ឃើញហើយបន្ទាប់មកហេតុការណ៍បានកាត់មកកាន់ការយកសពរបស់ Subaru វិញនៅពេលដែល Subaru គាត់គឺកំពុងតែស្លាប់នោះគាត់គឺបានយកសពឃើញជាមួយនឹង Riccolo ហើយនិង Aromani ដែលពួកវាគឺកំពុងតែសន្ធិដ្ឋនៅក្នុងការយកសពរបស់ Subaru ហ្នឹងពួកវាបាននិយាយទៅកាន់ Subaru ថាពួកវាគឺមិននឹកស្មានថា Subaru នឹងគឺជាមេធ្មប់ដូចជាពួកវាតតែសោះបើសិនជាពួកវាដឹងថា Subaru គឺជាមេធ្មប់ដូចជាពួកវានឹងហៅ Subaru ចូលក្រុមជាមួយនឹងពួកវាជាមិនខានប៉ុន្តែវាក៏ត្រូវបានកាត់ផ្តាច់ភ្លាមៗនៅពេលដែល Stella នាងក៏បានធ្វើដំណើរមកដល់បន្ទាប់មកនាងគឺបាននិយាយទៅកាន់ Subaru ថាបងគឺត្រូវតែរកបន្តនៅពេលដែល Subaru គាត់បានភ្ញាក់អំពីការស្លាប់វិញគាត់គឺបានឃើញថាគាត់នឹងគឺកំពុងតែនៅជាមួយនឹង Emily ហើយគាត់ក៏បានឃើញជាមួយនឹង Beatrice ផងដែរនៅពេលដែល Subaru ដឹងថាអ្នកដទៃពួកគេគឺមានជាមួយនឹងសុវត្ថិភាពគាត់គឺពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែល Subaru គាត់គឺបានធ្វើដំណើរចេញក្រៅគាត់គឺបានជួបជាមួយនឹងមនុស្សស្រីម្នាក់ដែលនាងនឹងហើយគឺជាអ្នកជួយសង្គ្រោះទៅកាន់ Subaru ហ្នឹងនៅពេលដែលម្នាក់ស្រីនឹងបានឃើញទៅកាន់ Subaru ភ្លាមនាងគឺបានស្ទុះទៅចាប់អោប Subaru តែម្ដងរួចនាងគឺបានហៅ Subaru ថាជាលោកគ្រូប៉ុន្តែគឺតោះត្រង់ថា Subaru នឹងគាត់គឺមិនដែលស្គាល់នាងទេហើយនាងបាននិយាយទៅកាន់ Subaru ថានាងនឹងហើយគឺជា Sola គឺជាកូនសិស្សរបស់គាត់ចំណុចឯ Sola នឹងហើយគឺជា Sola ដែលគ្នាៗរបស់ Subaru ពួកគេទាំងអស់គ្នានឹងគឺកំពុងតែតាមស្វែងរកបន្ទាប់មកហេតុការណ៍បានកាន់នៅពេលដែលអ្នករាល់គ្នាពួកគេក៏ចាប់ផ្ដើមមកប្រជុំគ្នារួចពួកគេបាននិយាយទៅកាន់នាងថាតើនាងនឹងមែនទេគឺជាម្នាក់ស្រីដែលមានឈ្មោះថា Sola ហ្នឹងប៉ុន្តែមើលទៅកាន់ Sola ហ្នឹងគឺខ្ពើមជ្រលក់មាត់និយាយជាមួយនឹងពួកគេតែម្ដងនាងគឺនិយាយរកតែ Subaru តែម្នាក់គត់នាងបាននិយាយទៅកាន់ Subaru ថាអ្វីដែល Subaru បានបង្រៀននាងនៅពេលដែលអ្នកណាម្នាក់ដែលនាងមិនស្គាល់មកនិយាយរកនាងគឺមិនត្រូវនិយាយជាមួយទេចំណុចឯមួយទៀតមិនថាអ្នកណាទេដែលនាងមិនស្គាល់ឬក៏ធ្វើដំណើរមកជិតកន្លែង Sage the Town របស់ពួកគេឲ្យនាងនឹងគឺត្រូវតែសម្លាប់ចោលនេះហើយគឺជាអ្វីដែល Subaru គាត់គឺបានបរៀនមកកាន់នាងអញ្ចឹងហើយនាងក៏នៅតែបង្កាន់ភ្ជាប់ជាមួយនឹងអ្វីដែល Subaru បានបង្រៀនមកកាន់នាងអញ្ចឹងចំណុចឯ Subaru វិញគាត់គឺមិនយល់អំពីពាក្យសម្ដីដែល Sola នេះគឺកំពុងតែនិយាយទេប៉ុន្តែគាត់នឹងបាននិយាយទៅកាន់នាងថាឥឡូវហ្នឹងគាត់គឺអនុញ្ញាតឲ្យនាងនឹងគឺនិយាយរកពួកគេអញ្ចឹងហើយមានន័យថាពួកគេទាំងអស់គ្នានឹងក៏ប្រៀបដូចជាមិត្តភក្តិរបស់ Sola ដែរ នៅពេលដែលលេងអញ្ចឹងសូឡានេះគឺពិតជាសប្បាយចិត្តមែនទែនទីបំផុតនាងគឺមានមិត្តភក្តិហើយសូបារុបានសួរទៅកាន់នាងទៀតថាតើនាងនឹងមែនទេគឺជាដឹកសេកប៉ុន្តែសូឡានឹងនេះក៏ចាប់ផ្ដើមឆ្ងល់នាងបាននិយាយទៅកាន់សូបារុថានាងគឺមានឈ្មោះថាសូឡាគឺមិនមែនដឹកសេកទេចំណែកឯជូលីវិញបានសួរទៅកាន់សូឡាថាតើហេតុអ្វីបានជាសូឡាគិតថាសូបារុនឹងគឺជាលោកម្ចាស់របស់នាងសូឡាបាននិយាយទៅកាន់ពួកគេវិញថាដោយសារតែនាងគឺអាចធំក្លិនសូបារុបានហើយនាងគឺចាំក្លិនជាមួយនឹងក្លិនលោកម្ចាស់របស់នាង ហើយពួកគេបានសួរទៅកាន់នាងទៀតថាតើលោកម្ចាស់របស់នាងគឺមានឈ្មោះអ្វីដែរបន្ទាប់មកសូឡាបាននិយាយថាលោកម្ចាស់របស់នាងគាត់គឺមានឈ្មោះថា Flugo នៅពេលដែលបានលើជាមួយនឹងឈ្មោះមួយនេះភ្លាម Subaru គាត់ក៏បានចងចាំនៅរដូវកាលទី1នៅពេលដែលគាត់គឺកំពុងតែនៅជាមួយនឹង Ram គាត់គឺបានឃើញជាមួយនឹងឈ្មោះមួយនេះដែលវាគឺបានឆ្លាក់នៅលើដើមឈើដ៏ធំប៉ុន្តែគាត់នឹងក៏នៅតែមិនទាន់ដឹងទេថាឈ្មោះម្នាក់នោះគឺជាអ្នកណាគេហើយគាត់នឹងគឺជាអ្នកណាពិតប្រាកដ ប៉ុន្តែអ្វីដែលពួកគេត្រូវតែធ្វើនៅពេលនេះពួកគេនឹងគឺមិនតំប្រាប់ទៅកាន់សូឡាទេថា Subaru នឹងគឺមិនមែនជាលោកម្ចាស់របស់នាងឡើយបើសិនជាសូឡាដឹងថា Subaru នឹងគឺមិនមែនជា Flugo ទេច្បាស់ណាស់នាងនឹងសម្លាប់ទៅកាន់ពួកគេតែម្ដងអញ្ចឹងហើយនៅពេលនេះពួកគេគឺមានតែកុហកឬក៏សម្ដែងធ្វើជា Flugo តែប៉ុណ្ណោះចំណែកឯ Subaru វិញគាត់គឺមិនហ៊ានសួរទៅកាន់សូឡាប្រមាណទេដោយសារតែគាត់ដឹងថាបើសិនជាគាត់សួរអ្វីមួយសូឡានាងនឹងឆ្ងល់ជាមិនខាន និយាយទៅវាគឺជារឿងធម្មតាទេនៅពេលដែលយើងគឺជាលោកម្ចាស់ធម្មតាហើយលោកម្ចាស់ហ្នឹងគឺស្គាល់ឬក៏ដឹងរឿងច្រើនអំពីកូនចៅនៅពេលដែលយើងជាមេទៅជាសួរកូនចៅអញ្ចឹងវិញច្បាស់ណាស់ពួកគេនឹងចាប់ផ្ដើមឆ្ងល់តែម្ដងសូឡាក៏បាននិយាយប្រាប់ទៅកាន់សូបារុផងដែរមិនថាសត្វរបស់សូបារុឬក៏រ៉េមនាងគឺបានយកពួកគេនឹងទៅព្យាបាលរួចហើយនៅពេលដែលពួកគេគឺកំពុងតែឡើងកម្មចដើដែលពួកគេនឹងគឺត្រូវតែធ្វើដំណើរទៅជាន់លើពួកគេនឹងគឺបានសួរជាមួយនឹងសំណួរជាច្រើនឬក៏វិធីដាស់ស្មារតីឲ្យមនុស្ស ភ្ញាក់ឡើងត្រឡប់មកវិញឬក៏រឿងតាក់ទងជាមួយនឹងការចងចាំជាដើមនៅពេលដែលពួកគេបានសួរទៅកាន់សូឡាមើលទៅកាន់សូឡានឹងហាក់ដូចជាមិនដឹងអីទាល់តែសោះប៉ុន្តែសូឡាបាននិយាយប្រាប់ទៅកាន់ពួកគេផងដែរទោះបីជានាងមិនដឹងមែនប៉ុន្តែនាងគឺមានជាមួយនឹងបណ្ណាល័យមួយដែលលោកគ្រូរបស់នាងគឺបានបន្សល់ទុកឲ្យនាងអស់រយៈពេលរាប់រយឆ្នាំណាស់មកហើយអញ្ចឹងហើយនាងគឺគិតថាអ្វីដែលពួកគេចង់ដឹងអ្វីដែលពួកគេចង់ឃើញវានឹងស្ថិតនៅក្នុងបណ្ណាល័យមួយនោះ បន្ទាប់មក Subaru ហើយនិង Rin ពួកគេបានធ្វើដំណើរទៅដល់កន្លែងមួយដែលវាគឺជាកន្លែងដែល Solar នាងគឺបានយកសត្វរបស់ Subaru ហើយនិង Ram យកមកព្យាបាលនៅទីនេះនៅពេលដែលពួកគេបានសួរសុខទុក្ខទៅកាន់សត្វរបស់ Subaru ឬក៏មើលថែទៅកាន់ Ram រួចហើយពួកគេក៏បានធ្វើដំណើរចាកចេញទៅក្រៅវិញ
នៅពេលដែល Subaru បានធ្វើដំណើរមកដល់គាត់គឺបាននិយាយទៅកាន់ Solar ថានាងគឺបាននិយាយថាគាត់គឺបានបញ្ជានាងនៅពេលដែលអ្នកណាក៏ដោយធ្វើដំណើរមកដល់ទីនេះនាងគឺត្រូវតែសម្លាប់អញ្ចឹងហើយនៅពេលនេះគាត់គឺចង់ឲ្យនាងប្ដូរជាមួយនឹងកូកានៅពេលដែលពួកគេបានធ្វើដំណើរមកដល់នាងគឺមិនត្រូវសម្លាប់ពួកគេទេអញ្ចឹងហើយមានន័យថាពួកគេទាំងអស់គ្នានេះក៏ដូចជាមិត្តភក្តិរបស់នាងដែរនៅពេលដែលលើអញ្ចឹង Solar នាងក៏មិនបានបដិសេធដែរនាងក៏បានយល់ព្រម ហើយវាក៏នៅតែដូចដើមអញ្ចឹងពួកគេនឹងគឺត្រូវតែសម្ដែងដើម្បីកុំឲ្យសូឡានឹងដឹងថា Subaru នឹងគឺជាលោកម្ចាស់របស់នាងคล้ายៗបើសិនជានាងដឹងថា Subaru នឹងគឺមិនមែនជាលោកម្ចាស់របស់នាងទេច្បាស់ណាស់នាងនឹងសម្លាប់ទៅកាន់ពួកគេជាមិនខានបន្ទាប់មកសូឡានាងក៏បាននាំពួកគេទាំងអស់គ្នាទៅកាន់បន្ទប់បណ្ណាល័យដាក់សៀវភៅរបស់នាងប៉ុន្តែនៅពេលដែលពួកគេធ្វើដំណើរទៅដល់អ្វីដែលពួកគេបានឃើញនៅទីនេះវាគឺសស្លែតតែម្ដងបន្ទាប់មក Subaru គាត់ក៏បានកលេចឃើញជាមួយនឹងកញ្ចក់មួយនៅពេលដែលគាត់បានយកដៃទៅប៉ះវាគឺស្រាប់តែលេចចេញជាមួយនឹងកញ្ចក់ជាច្រើនហើយវាក៏ចាប់ផ្ដើមសួរសំណួរទៅកាន់ Subaru វាគឺបានសួរថាអ្នកដែលខ្លាំងដែលអាចយកឈ្នះទៅកាន់ Solar បានតើអ្នកនោះគឺជាអ្នកណាគេនៅពេលដែលអញ្ចឹងទៅ Subaru គាត់គឺចាប់ផ្ដើមភ័យហើយដោយសារតែគាត់នឹងគឺបានបន្លំខ្លួនដែលថាគាត់នឹងគឺជាលោកគ្រូរបស់ Solar អញ្ចឹងហើយបើសិនជានាងដឹងថា Subaru គឺមិនអាចឆ្លើយបានច្បាស់ណាស់នាងនឹងចាប់បានតែម្ដងនៅពេលដែលអញ្ចឹងទៅ Subaru គាត់គឺមិនហ៊ានសួរទៅកាន់នាងទេថាលេខកូដនឹងគឺជាអ្វីប៉ុន្តែដោយសារតែពួកគេគ្មានជំរឿ Subaru បានសួរទៅកាន់ Solar ផងដែរថាលេខកូដនឹងគឺជាអ្វីដោយសារតែគាត់នឹងគឺភ្លេចបាត់ហើយប៉ុន្តែមើលទៅកាន់ Solar នឹងដូចជាមិនសូវឆ្លាតទេនាងបាននិយាយទៅកាន់ Subaru ថានាងនឹងក៏អត់ដឹងដែរដោយសារតែនាងនឹងគឺភ្លេចដូចតែគ្នាហ្នឹងប៉ុន្តែគ្រាន់តែ Subaru និយាយថានាងគឺជាមនុស្សល្ងងភ្លាមនាងគឺចាប់ផ្ដើមប្រកាសតែម្ដងដោយសារតែលោកគ្រូរបស់នាងគឺមិនដែលនិយាយពាក្យសម្ដីបែបហ្នឹងមកកាន់នាងនោះទេ ប៉ុន្តែសូឡាហ្នឹងនាងគឺចាប់ផ្ដើមនិយាយជាមួយនឹងពាក្យសម្ដីចម្លែកៗនៅពេលដែលអញ្ចឹងទៅ Subaru ហ្នឹងគាត់គឺចាប់បានតែម្ដងថាសូឡាដែលគាត់គឺកំពុងតែឃើញនេះគឺមិនមែនមានតែម្នាក់ទេនិយាយទៅ Subaru គាត់គឺអាចទាយបានថាសូឡាហ្នឹងគឺពិតជាមានច្រើនខ្លាំងណាស់គឺមិនមែនតែសូឡាម្នាក់ដែលគាត់គឺកំពុងតែឃើញនឹងឡើយបន្ទាប់មក Subaru គាត់ក៏បានមើលឃើញជាមួយនឹងសក់របស់សូឡាហើយគាត់ហ្នឹងក៏បានឃើញថាសក់របស់នាងហ្នឹងគឺមានជាមួយនឹងផ្កាយមួយនៅពេលដែលអញ្ចឹងទៅ Subaru គាត់ក៏ចាប់ផ្ដើមដឹងជាមួយនឹងចម្លើយដែលកញ្ចក់ពណ៌ខ្មៅដែលវាបានសួរសំណួរមកកាន់ Subaru ហ្នឹងបន្ទាប់មក Subaru គាត់គឺបានពឹងទៅកាន់ Beatrice ឲ្យ Beatrice ហ្នឹងគឺបាននាំគាត់ឡើងទៅលើមួយផ្លេតនៅពេលដែល Subaru គាត់បានឃើញជាមួយនឹងបរិវេណជំនួយរួចហើយគាត់គឺបាននិយាយទៅកាន់ពួកគេថាទីបំផុតគាត់គឺដឹងជាមួយចម្លើយហើយចំណែកឯចម្លើយរបស់វាវិញវាគឺតាក់ទងជាមួយនឹងផ្កាតារ៉ានីកលប៉ុន្តែកន្លែងហ្នឹងដោយសារតែពួកគេហ្នឹងគឺនិយាយគ្នាច្រើនខ្លាំងពេកអញ្ចឹងហើយខ្ញុំគឺសុំសង្ខេបឲ្យស្រួលស្ដាប់ហ្មងទៅ Subaru ហ្នឹងគាត់គឺបាននិយាយថាវាគឺតាក់ទងជាមួយនឹងបុរសម្នាក់ដែលគាត់គឺមានឈ្មោះថា Orion ចំណែកឯបុរសម្នាក់ហ្នឹងវិញគាត់ក៏បានបំបែកជាមួយនឹងផ្កាយឬក៏គេហៅថាផ្កាយតារ៉ានីកលនៅលើពិភពលោករបស់យើងគឺមានជាមួយនឹងផ្កាយតារ៉ានីកលជាច្រើនប៉ុន្តែគឺមានជាមួយនឹងផ្កាយចំនួន2ដែលវាគឺទទួលបានជាមួយនឹងការចាប់អារម្មណ៍ហើយនឹងលេចធ្លោជាងគេចំណែកឯតារ៉ានីកលទី1វាគឺជាផ្កាយតារ៉ានីកលពណ៌ស្វាយវាគឺជាផ្កាយមួយដែលមានជាមួយនឹងពន្លឺហើយចាំងជារៀងរហូតនិយាយទៅវាគឺមិនចេះល្ងឹតទេចំណែកឯតារ៉ានីកលទី2វាគឺជាផ្កាយពណ៌ក្រហមវាគឺពិតជាភ្លឺណាស់និយាយទៅវាគឺភ្លឺខ្លាំងតែម្ដងប៉ុន្តែវាគឺមិនអាចភ្លឺជារៀងរហូតដូចជាតារ៉ានីកលពណ៌ស្វាយនោះទេអញ្ចឹងហើយបើសិនជាពួកគេឲ្យគាត់ជ្រើសរើសគាត់នឹងជ្រើសរើសយកពណ៌ស្វាយ បន្ទាប់ពី Subaru និយាយចប់វាក៏ចាប់ផ្ដើមបញ្ចេញជាមួយនឹងពន្លឺយ៉ាងខ្លាំងដែលវាគឺអាចបញ្ជាក់បានថាពាក្យសម្ដីឬក៏ចម្លើយរបស់ Subaru វាគឺជាចម្លើយត្រឹមត្រូវបន្ទាប់មកវាក៏ចាប់ផ្ដើមបង្ហាញជាមួយនឹងបណ្ណាល័យដ៏ធំមួយដែលបណ្ណាល័យមួយនេះវាគឺពិតជាធំមែនទែនទោះបីជាពួកគេអានសៀវភៅ1000ឆ្នាំទៀតក៏អានមិនអស់ផងអញ្ចឹងហើយយើងគឺចាំមើលទាំងអស់គ្នាដែលថាពួកគេគឺអាចរកវិធីឃើញទេដើម្បីដាស់ស្មារតីឲ្យរ៉េមនឹងគឺភ្ញាក់អំពីការស្លាប់វិញចំណែកឯមួយទៀតគឺរកជាមួយនឹងវិធីដើម្បីឲ្យ Julia គាត់គឺចងចាំជាមួយនឹងការចងចាំរបស់គាត់ត្រឡប់មកវិញ